ជំរាបសួរគ្រូថ្ងៃនេះខ្ញុំមកនិយាយអំពីតកតងពី control operator អឺហើយទាំងអស់នេះគឺជា command code ដែលគ្រូឲ្យពួកយើងយកមកតេស្តវាហើយបញ្ចូលវាអញ្ចឹងជាដំបូងខ្ញុំចង់និយាយពីបញ្ជួរនេះ code eco នេះគឺយើងប្រើដើម្បី write text អញ្ចឹងយើង eco ដក e មកហើយអាពាក្យ system នេះមកហើយយើងចង់ write វាចេញដល់ពេលអានេះគឺជាពណ៌ហើយយើងប្រើ semicolon នេះដើម្បីពេលយើង run អានេះហើយយើងចង់ run function return ទៀតអញ្ចឹងវា run បន្តគ្នារហូតអញ្ចឹង semicolon ហ្នឹងប្រើសម្រាប់ run function តគ្នារហូតមកដល់ពេលចូលមកឡើង key នេះយើងបានប្រកាសមុនហ្នឹងហើយយើងប្រើពាក្យ return ដើម្បីវា read function នេះអញ្ចឹងបើវា true វានឹងចេញ RAM មកហើយ function ampersand នេះ double ampersand ហ្នឹងយើងប្រើដើម្បីដាក់លក្ខខណ្ឌវាបើក្នុងពីរហ្នឹងត្រូវមានមួយបើមានមួយដើរត្រូវដើរទាំងពីរសុំទោសគ្រូត្រូវដើរទាំងពីរអញ្ចឹងfunction ពីរហ្នឹងត្រូវដើរទាំងពីរបើអាមួយនេះដើរទេអានេះក៏អត់ដើរដែរអញ្ចឹងបន្ទាប់មកទៀតយើងចូល function នេះគឺ double pipe ហ្នឹងយើងប្រើដើម្បីឧទាហរណ៍ថាបើ function នេះដើរអញ្ចឹងប្រើ double pipe នេះមកdouble pipe ហ្នឹងfunction នេះអាចនឹងអត់ដើរអញ្ចឹងពីហ្នឹងយើងប្រើវាថាដើម្បីបញ្ជាក់ថាមានមួយដើរមួយទៀតដើរឬក៏អាចនឹងដើរទាំងពីរតោះមកយើងប្រើនឹងដើររហូតមកអញ្ចឹងក្រោមមកទៀតវានេះដដែលដូចគ្នាដែរអញ្ចឹងឥឡូវយើង run code ហ្នឹងមកឥឡូវខ្ញុំចង់ចូលទៅឆែក RAM វាយ RAM អូខេអញ្ចឹងមានន័យថា function RAM យើងដើរដល់យើង copy code នេះខ្ញុំ note វាទុកនៅនេះយើងផាសវាចូលយើង run សាថ្មីយើងឆែកពាក្យ CPU ម្ដងពេលអញ្ចឹង CPU យើងដំណើរការអញ្ចឹងមានន័យថាកូដមុនហ្នឹងយើងដាក់លក្ខខណ្ឌនៅវាហ្នឹងមានន័យថាវាដើរទាំងអស់អញ្ចឹងអានេះក៏ដើរអានេះក៏ដើរឥឡូវយើងទៅមើល ADD ម្ដងចង់ដឹងថាវាដើរអូខេ ADD ក៏ដើរដូចគ្នាដែរគ្រូហើយយើងតាមតទៀតmình copy code rồi em run function này đó ok rồi này bảo dương người ta đã chẳng này ta lại khăn dương là dương set mau rồi đi về đa tặng nó rồi dương cho nó hai mà nó clear motion như vai code copy code rồi em run function type nhận đang đa chẳng là lại nắng bờ anh ấy đa tế nên này tha viên đằng load cái eco keyword not found in màu chẳng rồi nhấn vài time ok chẳng là nè logo tại sao mình nó là lời này function với đa thì chẳng
អានេះវាដើរទៅដល់ពេលហើយវាចេញជា keyword of time not found អញ្ចឹងការងាររបស់ខ្ញុំមានប៉ុណ្ណឹងប្រកបគុណគ្រូ